ចូលរួមសោកស្ដាយផង Mysterism មីយ៉ាន់ម៉ាឆ្នាំ2018ត្រូវបានឃើញប្រទះស្លាប់ក្នុងគំនរខុនដូក្នុងហេតុការណ៍គ្រោះរញ្ជួយដីនៅកាលពីថ្ងៃទី2ខែមេសាឆ្នាំ2025កន្លងទៅនេះសារព័ត៌មានបរទេសបានទម្លាយឲ្យដឹងថាក្រុមអ្នកសង្គ្រោះនៅក្នុងហេតុការណ៍រញ្ជួយដីនៃទីក្រុងប្រទេសមីយ៉ាន់ម៉ាបានរកឃើញសាកសពរបស់អតីត Mysterism មីយ៉ាន់ម៉ាឆ្នាំ2018ដែលបានស្លាប់នៅក្រោមអគារខុនដូ Sky Villa ជាកន្លែងដែលនាងស្នាក់នៅយ៉ាងណាមិញស្ថាប័ន Mysterism មីយ៉ាន់ម៉ាបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីការស្លាប់របស់នាងដោយបានឲ្យដឹងថានាងពិតជាបានស្លាប់ក្នុងហេតុការណ៍រញ្ជួយដីដែលបានកើតឡើងនៅថ្ងៃទី28ខែមីនាឆ្នាំ2025កន្លងទៅពិតប្រាកដមែននៅក្នុងខុនដូ Sky Villa ដែលនាងស្នាក់នៅបានដួលរលំហើយនាងបានជាប់នៅក្នុងចេញមកក្រៅមិនតាន់យ៉ាងណាមិញការស្លាប់របស់នាងពិតជាធ្វើឲ្យមហាជនមានក្តីសោកស្ដាយយ៉ាងខ្លាំងហើយម្នាក់បន់ស្រន់ឲ្យនាងក៏ដូចជាប្រជាជនមីយ៉ាន់ម៉ាដទៃទៀតដែលបានបាត់បង់ជីវិតឲ្យបានទៅដល់ឋានសុគតិភពផងដែរបាទព្រមជាទីគោរពរាប់អានបាទនេះតេតិនទៅនឹងរឿងរ៉ាវគួរឲ្យរន្ធត់និងសោកស្ដាយជាពន់ពេកនៃការបាត់បង់អតីតបវរកញ្ញា Mysterism 2018បានហើយការបាត់បង់ជីវិតនេះគឺបណ្ដាលមកពីគ្រោះរញ្ជួយដីកម្រិត 7.7 Richter នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលបានសម្លាប់មនុស្សជាច្រើនពាន់នាក់និងធ្វើឲ្យខូចខាតយ៉ាងដំណំនៅហេដ្ឋារចនាសម្ព័ន្ធជាច្រើនបាទចំពោះអត្ថបទព័ត៌មាននេះដែរសូមបញ្ជាក់តែប៉ុណ្ណេះឥឡូវយើងងាកមកចាប់អារម្មណ៍ទៅនឹងអត្ថបទព័ត៌មានថ្មីមួយទៀតដែលនិយាយអំពីនារីម្នាក់សម្រាប់ចិត្តលាឈប់ពីការងារមករើសអេតចាយ2ឆ្នាំសន្សំបានលុយរាប់ម៉ឺនដុល្លារដើរលេងជុំវិញពិភពលោកវាជារឿងរ៉ាវរបស់នារីម្នាក់ដែលកំពុងតែធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ក្រោយនាងបានឈប់ពីការងារមករើសអីវ៉ាន់តាមធុងសម្រាមរហូតក្លាយជាអ្នកមានបានចំណូលបន្តិចនោះទេហើយបានដើរលេងជុំវិញពិភពលោកថែមទៀតនារីរូបនេះមានឈ្មោះថា Melanie Dye វ័យ22ឆ្នាំជាជនជាតិអាមេរិករស់នៅរដ្ឋ Florida នាងបានរៀបរាប់ឲ្យដឹងថានាងធ្លាប់ឃើញវីដេអូដែលគេនិយាយអំពីការរកប្រាក់ចំណូលដោយសារតែរើសអីវ៉ាន់ចាស់ៗពីធុងសម្រាមទើបនាងក៏ចាប់ផ្ដើមកាលពីឆ្នាំ2023កន្លងទៅនាងបានឲ្យដឹងទៀតថាក្នុងរយៈពេល2ឆ្នាំនេះនាងបានរើសអីវ៉ាន់ច្រើនណាស់ហើយសុទ្ធតែនៅប្រើប្រាស់បានដែលមានដូចជាសិភៅខោអាវគ្រឿងតុបតែងផ្ទះរបស់របរប្រើប្រាស់ផ្សេងៗទៀតដោយនាងប្រើពេលត្រឹមតែ4ទៅ5ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃដើម្បីរើសយ៉ាងណាការរើសអីវ៉ាន់នេះអាចធ្វើឲ្យនាងសន្សំសំចៃបានច្រើនលើសពីនេះទៅទៀតនាងរើសបានប្រាក់ចំណូល$50,000ឯណោះក្នុងរយៈពេល2ឆ្នាំហើយនាងក៏សម្រេចចិត្តចេញពីការងារជាងថតរូបមកធ្វើអាជីពនេះឲ្យពេញដៃពេញជើងតែម្ដង